បាទការបានរកចំនួនបាទប្រភេទ molecule RNM បាទរកចំនួនប្រភេទ molecule RNM អញ្ចឹងទី1យើងស្រង់បំរាប់គេថា ADN មួយមានចំនួន25សែនអញ្ចឹងអានឹងគឺចំនួនសែនហើយតែអត់ចេះណាហ្នឹងណាចំនួនសែនប៉ុន្តែស្មើនឹង20ទីសួរថាតើមាន RNM ប្រមាណតោះអញ្ចឹងយើងមកមើលនេះគ្រូថានេះកាត់ ADN មួយនេះកាត់ ADN មួយនេះគ្រូធ្លាប់បញ្យល់ទេណានេះកាត់មួយក្នុងមកកាត់មួយហ្នឹងមាន A មាន T អានេះមាន A 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 អានេះមាន T នេះណានេះ T CTA CA T CTA CA T បាទលោកគ្រូថានេះកាត់ ADN មួយកាត់មួយបាទអានេះអង្គកាត់ ADN មួយហើយអានេះក៏អង្គកាត់ ADN មួយដែរក្នុងមកកាត់មួយហ្នឹងវាសម្យុនៅសែនមួយហើយក្នុងមកកាត់មួយនេះវាសម្យុនៅសែនមួយបាទអង្គកាត់មួយនេះវាសម្យុនៅសែនមួយដែរទេអញ្ចឹងសែនមួយហ្នឹងវាដឹកនាំសម្យុនៅ ANM ចំនួន1សែនមួយនេះសម្យុនៅ ANM ចំនួន1ហើយសែនមួយនេះសម្យុ ANM ចំនួន1ដែរអញ្ចឹងមានន័យថា ANM មួយហ្នឹងវាសម្យុនៅប្រូតេអ៊ីនចំនួន1ហើយ ANM មួយនេះសម្យុនៅប្រូតេអ៊ីនចំនួន1 ANM មួយនេះសម្យុប្រូតេអ៊ីនចំនួន1ដែរអញ្ចឹងមានន័យថាមកប្រឡោះទូចហ្នឹងគឺជាចំនួននុយក្លេអ៊ុទីតរបស់សែនហើយមកប្រឡោះទូចនេះក៏ជាចំនួននុយក្លេអ៊ុទីតរបស់សែនមកប្រឡោះទូចនេះក៏ជាចំនួននុយក្លេអ៊ុទីតរបស់សែនទាំងអស់ហ្នឹងជាចំនួននុយក្លេអ៊ុទីតរបស់ ADN បាទ ADN អញ្ចឹងកាលណាគេនិយាយពីសែនជាអង្កត់មួយរបស់ molecule គេ ADN ដែលផ្ទុកព័ត៌មាន genetic ATCC ហ្នឹងសម្រាប់សម្យោគប្រូតេអ៊ីនយថាប្រភេទមួយមានន័យថាប្រូតេអ៊ីនមួយមាននីតិប៉ុន្មាននីតិ1សែនមួយសម្យោគតែប្រូតេអ៊ីនប៉ុន្មានមួយទេអញ្ចឹងនៅក្នុងសារពាង្គការយើងមានសែនទៅដល់ 38,500 សែនបាទសែនមានច្រើនណាស់ទេហើយសែនដែលមានសកម្មភាពមានតែ 10,000 សែនទេអញ្ចឹងកាលណាយើងចម្លាស់អាតំណលំដាប់ហ្នឹងទៅគឺវាអត់ដូចគ្នាទេអញ្ចឹងហើយបើមុខមាត់មនុស្សយើងគឺមកពិភពលោកហ្នឹងគឺមុខមាត់ដូចគ្នាទេលើកលែងតែកូនភ្លោះពិតអាហ្នឹងមុខមាត់ដូចគ្នាអញ្ចឹងដោយសារអីដោយសារការចម្លាស់តំណលំដាប់ដូចគ្នាតិចហ្នឹងហើយបាទអញ្ចឹងគាត់មើលថាសែនមួយសម្យោគ ANM ហ្មងសែនមួយសម្យោគ ANM ចំនួន1ហើយសម្យោគប្រូតេអ៊ីនហ្មងបាទសម្យោគប្រូតេអ៊ីនមួយដែរអញ្ចឹងបើនាំឲ្យចំនួនសែនស្មើនឹងចំនួន ANM អត់បាទស្មើនឹងចំនួន ANM ស្មើនឹងចំនួនប្រូតេអ៊ីនអញ្ចឹងយើងមើលកន្លែងនេះទាំងអស់មានប៉ុន្មានសែនមាន20សែនតើមានប្រូតេអ៊ីនតើមាន ANM ចំនួនប្រមាណបាទ20ដែរទៅហ៎អញ្ចឹងយើងដាក់មកយើងដាក់ថាដោយសែនមួយបាទដោយសែនមួយសំយោគបាទដោយសែនមួយសំយោគ ANM មួយនាំឲ្យចំនួនសែនស្មើនឹងចំនួនអីគេ ANM អញ្ចឹងស្មើប៉ុន្មាន20ដូចនេះ ANM បាទប៉ុន្តែស្មើនឹង20ប្រភេទ